បងប្អូនទាំងអស់គ្នាឥឡូវនេះលខោនចាប់ដើមសាររូបហើយការសម្ដែងរបស់អាពីរអ្នកឪកូននិងបាក់ពួករបស់ខ្លួនពេលនេះបាទចាប់ដើមចេញកន្ទុយហើយបងប្អូនទាំងអស់គ្នាការសម្ដែងនេះដើម្បីបំភាន់ភ្នែកប្រជាពលរដ្ឋខ្លួនឯងរឿងកោះគុជបងប្អូនទាំងអស់គ្នាត្រូវចាំហ្នឹងហើយបើសិនជាថ្នាក់ដឹកនាំខ្មែរនេះហ្នឹងអាពីរអ្នកឪកូនហ្នឹងដាក់ពាក្យបណ្ដឹងទៅអង្គការអន្តរជាតិ ICJ ត្រូវយើងឈ្នះទាំងអស់អញ្ចឹងយើងត្រូវសាររើទាំងអស់ដាក់ពាក្យបណ្ដឹងបានទាំងអស់ក៏ប៉ុន្តែវាអត់ធ្វើទេវាត្រូវតែសម្ដែងឆាកល្ខោនមួយទទួលបានផលប្រយោជន៍ពីរទី1គឺជំនួយជួយច្រើនណាស់បាទជួយច្រើនណាស់តែមិនដឹងយកតាណាទេជំនួយទី2គឺបានផលការក្រាញ់អំណាចបានយូរដោយសារអីបើសិនជារឿងកោះគុជប្តឹងឈ្នះថៃនឹងបើកសិទ្ធិគ្រប់យ៉ាងឲ្យប្រជាពលរដ្ឋខ្មែរធ្វើបាតកម្មនៅក្នុងប្រទេសថៃពីព្រោះរាល់ថ្ងៃនេះ30000នាក់នៅក្នុងប្រទេសថៃបងប្អូនអរគ្នាប្រជាពលរដ្ឋខ្មែរចង់ធ្វើបាតកម្មណាក៏ប៉ុន្តែដោយសារតែអាពីរអ្នកឪកូនហ្នឹងវាយកអាចំនួនញុកមាត់ប្រទេសថៃអញ្ចឹងហើយប្រទេសថៃបិទសិទ្ធិហ្មងបិទសិទ្ធិមិនឲ្យមានការតវ៉ាទេប្រជាពលរដ្ឋខ្មែរណាដែលហ៊ានងើបគឺវាចាប់បញ្ជូនមកខ្មែរតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវដឹងចំណុចហ្នឹងអញ្ចឹងបានវាសម្ដែងឆាកល្ខោននឹងចេញមកឈឺចាប់ឯក្នុងនាមយើងជាកូនខ្មែរណាបងកងទ័ពខំប្រឹងលះបងសាច់ឈាមស្រស់យកទៅការពារទឹកដីក៏ប៉ុន្តែរឿងនេះនៅពេលដែលយើងដឹងថាវាគឺជាឆាកល្ខោនថ្នាក់លើឈឺចាប់ខ្ញុំឈឺចាប់ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំពិតជាអណ្ដោយអធម៌មែនទែនទៅដល់ក្រុមគ្រួសាររបស់យុធិនរបស់យើងគឺបានលះបងសាច់ឈាមស្រស់ហេតុអីអត់មានទទួលបានផលអ្វីទាំងអស់បងប្អូនជាកូនខ្មែរត្រូវគិតចំណុចហ្នឹងបាទចំណុចហ្នឹងគឺគេធ្វើបែបហ្នឹងបងប្អូនអរគ្នា